គេជាគ្រូពេទ្យព្យាបាល stress កុំដល់បងពេលទំនេរទេអបសរបងគឺជានារីសំណាងជាងគេបងមិនបានជួបអូនទៀតទេស្ដាយពេលវេលាអ្នកកាយវិការបងគួរធ្វើល្អពេលមានអូនក្បែរកាយាគិតតែការងារឆ្ងាយពីសង្សារលេងសើចនឹងស្នេហ៍ខ្លាចឆ្ងល់ណាស់គេធ្វើអីនៅខាងក្រៅអូដឹងហើយទៅសួរពីអ្នកនោះសិនអេពីអ្នកសួរមួយមើលនៅក្រៅហ្នឹងគេកំពុងធ្វើអីមិនបានមនុស្សច្រើនម៉េះអូថ្ងៃហ្នឹងក្រុមសិស្សច្បងឆ្នាំទី3ត្រូវបង្កើតក្លឹបផ្សេងៗគ្នាតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ហ្នឹងណាហើយក្នុងមួយក្រុមមាន3នាក់ត្រូវរកសិស្សប្អូនឲ្យចូលរួមក្លឹបជាមួយនឹងពួកគាត់ក្លឹបណាដែលមានសិស្សប្អូនច្រើនជាងបន្ទូក៏បានច្រើនទៅតាមហ្នឹងដែរមែនហើយនាងគួរទៅដែរតែគេរកបាននៅក្នុងក្លឹបជាមួយគេហ្នឹងណាពួកខ្ញុំបានក្លឹបឡើងភ្នំមើលទៅនន់សប្បាយដល់ហើយវ៉ាវគួរចាប់អារម្មណ៍ហ្នឹងហើយនាងប្រញាប់ទៅប្រយ័ត្នគេដោះម៉ោងឈប់ហ៎អរគុណអ្នកទាំងពីរដែលបានប្រាប់ឥឡូវខ្ញុំទៅសិនឯណាហើយម្នាក់ទៀតមកហើយស្អីខ្លះហើយមកចូលគាត់ធ្វើស្អីនឹងមានក្លឹបដល់អូនហើយមកចូលមកស្អីចាអត់ទៅមែនអូនចូលក្លឹបជួយអត់ចូលក្លឹបអូនចូលក្លឹបអូនសប្បាយអូនចូលក្លឹបបងអូនអត់ទៅអូនគឺអើយអូនចូលក្លឹបបងអើយចូលមកនេះចូលក្លឹបបងស្បាយអូយអូធូរត្រង់បន្តិចហ៎គឺចំគេនាំខ្ញុំមកទីនេះធ្វើអីឬក៏គេខឹងខ្ញុំកាលពីព្រឹកមិញទីដឹងតែព្រឹកមិញអាបានធ្វើអីខុសផងនឹងហើយតែមើលអាប៉ែនេះយូរទៅសង្ហាទេតាក្រុមតែថាមុខរៀងងាប់បន្តិចតែបើសិនជាមុខហើយខ្ជិលនិយាយច្រើនណាស់សួរគេឲ្យច្បាស់ហ្មងទៅអាំងទៅវិញណែនេះហើយខ្ញុំមកទីនេះមានការអីមែនចាំនិយាយលឿនមកខ្ញុំអាំងទៅវិញណាឬក៏ខឹងខ្ញុំកាលពីព្រឹកមិញបើត្រូវការឲ្យខ្ញុំសុំទោសម្ដងទៀតខ្ញុំសុំទោសបានតាតែបើផឹកណាខ្ញុំធ្វើឲ្យប្រឡាក់កៅអៅរបស់នាយខ្ញុំអាចសងចលុយបានតែខ្ញុំទុកលុយនៅក្នុងកតាបចឹងចាំខ្ញុំទៅយកឲ្យវិញក៏បានគ្រាន់តែនិយាយជាមួយខ្ញុំចាំបាច់មុខកំហុងធ្វើអីអើយខ្ញុំមិនសួរអាហ្នឹងទេខ្ញុំសួរអារឿងផ្សេងអ្នកឯងឆ្លើយមកខ្ញុំប្រយ័ត្នទៅវិញខ្ញុំអត់ចូលចិត្តនិយាយលេងសើចទេណាតាំងកប៉ិតតែខ្ញុំនាំនាងមកមិនមែននិយាយរឿងព្រឹកមិញទេគ្រាន់តែខ្ញុំដើរកាត់ឃើញវីទៅភ្នែកពេកបានជានាំមកទីនេះហ៎តែបើនាងអត់ពេញចិត្តខ្ញុំនាំទៅវិញបានតាតែបើជ្រុលជិះមកហើយចូលក្លឹបខ្ញុំក៏មិនខាតដែរហ្នឹងហើយក្លឹបរបស់ខ្ញុំមានឈ្មោះថា Dance Sport បើសិនជានាងចាប់អារម្មណ៍គឺអាចចូលបានអត់ហាមឃាត់ទេខ្ញុំប្រហែលជាចូលជាមួយលោកដែរហើយមើលទៅព្រោះនៅទីនោះមិនដឹងថាចូលមិនទេតែថានាយជាសិស្សឆ្នាំទី3ដែរមែនបានជាបង្កើតក្លឹបអញ្ចឹងហើយចុះនាងគិតថាខ្ញុំជាសិស្សឆ្នាំទីម៉ានចឹងណែនេះជាអក្ខិតប័ណ្ណរបស់ពួកខ្ញុំនាងយកទៅមើលទៅហើយអារឿងចូលក្លឹបនឹងមួយអត់មានអីពិបាកទេគឺសឹងតែថាអត់មានការងារធ្វើតែម្ដងនាងមិនបាច់បារម្ភថាត្រូវធ្វើអីពិបាកនោះទេចឹងខ្ញុំលាតមុនសិនហើយបញ្ញាប់ទៅដល់អ្នកផ្សេងទៀតអូខេឆ្ងល់ដល់នេះមកព្រឹកហ្នឹងចេះតែមានអារម្មណ៍ចម្លែករហូតមិនដឹងថាមកពីអីនេះឲ្យតែនៅចិត្តតែប៉ែហ្នឹងដឹងតែអញ្ចឹងហ្មងហ៊ីឬមួយក៏ខ្ញុំហើយកុំគិតច្រើនពេកអីចាខេមកហើយចេះតែគិតម្នាក់ឯងហ្មងណាអូ
អេឈប់សិន